វែងមានផ្ទៃមុខកាត់និងមាន resistivity សូមបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់សាលា Inhan ទីនេះអ្នកគ្រូមានលំហាត់រូបវិទ្យាមួយមកចែករំលែកជូនបងប្អូនទាំងគ្នាឥឡូវកុំឲ្យខាតពេលយូរយើងចូលមកដល់ប្រធានលំហាត់របស់យើងគឺខ្សែចម្លងស្ពាន់មួយមានប្រវែង50ម៉ែត្រនិងផ្ទៃមុខកាត់2 × 10 ស្វ័យគុណ16ម៉ែត្រការ៉េហើយគេបានប្រាប់ថា resistivity នៃស្ពាន់ហ្នឹងគឺ 1.7 × 10 ស្វ័យគុណ18អូមម៉ែត្របន្តមកទៀតគឺគេឲ្យយើងកណនីរកតម្លៃ resistance នៃខ្សែចម្លងស្ពាន់នេះអញ្ចឹងបន្ទាប់ពីយើងបានអានប្រធានខាងលើហើយយើងចាប់ផ្ដើមស្រង់បំរាប់មួយសិនមកអញ្ចឹងបំរាប់របស់យើងខាងក្នុងប្រធានហ្នឹងគឺមានប្រវែងមានផ្ទៃមុខកាត់និងមាន resistivity អញ្ចឹងយើងអាចកណនីរក resistance នៃខ្សែចម្លងស្ពាន់ហ្នឹងបានតាមរូបមន្ត A ស្មើ resistivity គុណនឹងប្រវែងចែកនឹងផ្ទៃមុខកាត់ដែលមាននិមិត្តសញ្ញា A ស្មើ ρ គុណនឹង L ចែកនឹង A បន្ទាប់ពីយើងដាក់បានរូបមន្តហើយយើងចាប់ផ្ដើមស្រង់បំរាប់ដែលយើងស្គាល់ខាងលើចូលមកគឺប្រវែង50ម៉ែត្រផ្ទៃមុខកាត់2 × 10 ស្វ័យគុណ16ម៉ែត្រការ៉េហើយនឹង resistivity 1.7 × 10 ស្វ័យគុណ18អូមម៉ែត្រចឹងយើងស្រង់បំរាប់ពីប្រធានខាងលើដាក់មកចូលក្នុងចម្លើយរបស់យើងហើយយើងអាចចំនួនវាចូលទៅក្នុងរូបមន្តបានហើយអញ្ចឹងកន្លែងដែលជា resistivity អ្នកគ្រូចំនួនដោយ 1.7 × 10 ស្វ័យគុណ18ហើយកន្លែងដែលជាប្រវែងអ្នកគ្រូចំនួនដោយ50និងផ្ទៃមុខកាត់ដែលមាននិមិត្តសញ្ញា A អ្នកគ្រូចំនួនដោយ2 × 10 ស្វ័យគុណ16បន្ទាប់ពីយើងចំនួនលេខរួចអស់ហើយយើងអាចគណនាបានហើយអញ្ចឹងចំពោះការគណនាអូនអាចយកគុណមុនក៏បានចែកសិនហើយយកទៅគុណចូលក៏បានដែរអញ្ចឹងចម្លើយចុងក្រោយនៃប្រធានលំហាត់ហ្នឹងគឺ 42.5 × 10 ស្វ័យគុណ12នៅពេលដែលយើងគណនាហើយយើងនឹងឃើញចម្លើយបែបហ្នឹងបន្ទាប់ពីយើងដាក់បានចម្លើយអីអស់ហើយយើងប្រាប់គេមកថាដូចនេះ resistance A ស្មើ 42.5 × 10 ស្វ័យគុណ12ដែលមានຂະຫນາດគិតជាអូមចឹងលំហាត់ខាងលើចូលមកដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនទាំងគ្នាមានចម្ងល់អីអាចទម្លាក់ចូលក្នុង comment បាន